ហេសួស្តីអ្នកទាំងអស់គ្នាជួបខ្ញុំបាទទៀតហើយ Nina Food Table ថ្ងៃនេះខ្ញុំបង្ហាញពីសកម្មភាពនៃការដំណាក់កាលនៃការដំឡើងរហូតដល់ដំណាក់កាលនៃការធ្វើថ្នាំទំនាប់នេះជាប៉ាណូដែលតម្រូវជាមួយនឹងមុខស្លឹកទ្វារភ្លោះ2ម៉ែត្រហើយកម្ពស់របស់វាបាន2.8 ម៉ែត្រជាប្រភេទឈើស្ក្រំក្រាក់តែម្ដងអ្នកទាំងអស់គ្នាចំពោះជ្រីនេះយើងលេងប្រភេទជ្រីឌុបគេហៅថាជ្រីហក់អ្នកទាំងអស់គ្នានៅពេលដែលពួកខ្ញុំទៅឡើងបានសម្រេចទៅអ្នកទាំងអស់គ្នាមើលទៅឃើញស្អាតតែម្ដងហើយចំពោះតសនេះម្ចាស់ផ្ទះគាត់កំងចង់បានត្រឹមតែ50ទេអញ្ចឹងមានន័យថា50 2ដងមានន័យថាវាបាន1ម៉ែត្រហើយ50ហ្នឹងគឺសងខាង5 តឹកហើយម្ខាងទៀត5 តឹកអញ្ចឹងបូកចូលគ្នាទៅវាបានត្រឹមតែ1ម៉ែត្រទេវារៀងស្ទើរចិត្តបន្តិចដែរចំពោះតសនេះដោយជាទូទៅសរបស់វានឹងបានគេយកទៅពី50ទៅ55ទៅ65អីចឹងទៅដើម្បីមើលឃើញវាឃើញធំវាស្អាតមើលទៅរៀងក្អាញកាចបន្តិចហើយដល់ពេលចាស់តែគាត់កំងយកទៅ50អញ្ចឹងតសងខាងរបស់យើងនឹងយើងដាក់បានត្រឹមតែតសម្ខាងយើងបាន25ហើយតសធំនោះយើងឡើងបាន26អញ្ចឹងយើងលួចបានឲ្យតែ1ហ៊ុនទេអញ្ចឹងវាបានត្រឹមតែតស55 51អ្នកនរគ្នាហ្នឹងហើយចំពោះកម្ពស់របស់វាយើងយកបាន68យើងឡើងជ្រីឌុប2ជាន់មកទាំងបុកកប៉ាល់ទៀតអញ្ចឹងវាឡើងទៅជាបានចិត្តជាងអ្នកនរគ្នា75ហើយចំពោះនៃការធ្វើនេះគឺយើងលេងជ្រីរឿងច្រើនបន្តិចដូចនេះគេហៅថាដោះកមុំអ្នកនរគ្នាមើលអ្នកខ្លះហៅអគេហៅថាវងត្បូងប៉ុន្តែដូចមិនមែនវងត្បូងទេជាទូទៅខ្មែរយើងហៅថាដោះកមុំនឹងឯង4ជ្រុងចឹងដំណាក់កាលនៃការធ្វើមួយហ្នឹងគឺពេលដែលយើងបាញ់ប្រអប់បាញ់អីហ្នឹងគឺយើងបានប្រើកាវដែរប្រភេទកាវដោះគោអ្នកនរគ្នាកាវហ្នឹងនៅពេលដែលយើងបាញ់ស្អិតទៅគឺវាពេលវាស្ងួតទៅគឺវាប្រទាក់គ្នាបានល្អវាអត់ហែកអត់អីទៅណាទេវាជួយទប់ស្កាត់ច្រើនបញ្ហាឈើបោលឈើអីហ្នឹងហើយបញ្ជាក់អ្នកនរគ្នាកម្រាស់ឈើដែលខ្ញុំដាក់ឲ្យនេះគឺ1ហ៊ុន3លីអ្នកនរគ្នាឲ្យមកក្រាស់ល្មមពេលដែលយើងអូសជ្រីអូសឲ្យទៅវាលោតផុសស្អាតតែម្ដងអញ្ចឹងអ្នកនរគ្នាមើលទៅពីរបៀបនៃការដំឡើងនៃការធ្វើរបស់ជាងខ្ញុំខាងខ្ញុំហើយតាក់ទងទៅនឹងរឿងថ្នាំក៏ខ្ញុំប្រើឲ្យច្រើនទឹកដែរអ្នកនរគ្នាខ្ញុំនឹងប្រាប់ពីដំណាក់កាលនៃការធ្វើមុនពួកខ្ញុំចាប់ផ្ដើមតឡើងបាញ់គោបាញ់អីនេះគឺពួកខ្ញុំបានខាត់លេខ100ហើយប្រើទំនាប់ទឹកទី1គេហៅថាទំនាប់ NC ជាប្រភេទទំនាប់ដែលលេបទៅសាច់ឈើវាជ្រាបចូលទៅខាងក្នុងហ្នឹងវាជួយទៅបំពេញនៃចន្លោះសាច់ឈើវាតែងជាទូទៅសាច់ឈើវាមានលក្ខណៈថាវាមានសរសៃរបស់វាហើយសម្រាប់ទៅចិញ្ចឹមសរីរាង្គកាលពីវានៅរស់វាមិនខុសអំពីស្បែកមនុស្សយើងទេគឺវាមានរុនសរសៃទូចតាមរុនញើសឬក៏រុនរោមរបស់វាហ្នឹងរុនរោមរបស់យើងហ្នឹងគឺសម្រាប់ដឹកនាំអាហារពីខាងក្រៅពិសេសរស្មីសំយោគទៅចិញ្ចឹមរាងកាយចិញ្ចឹមស្បែកអីចំពោះអាហារគឺយើងញ៉ាំចូលមាត់ហ្នឹងវាទៅជួយចិញ្ចឹមនៅរាងកាយផ្ដល់ថាមពលរាងកាយមួយទាំងមូលហើយនៅវាមិនខុសអំពីថ្នាំទំនាប់នេះទេនៅពេលដែលពួកខ្ញុំលាបទៅគឺវាជ្រាបចូលទៅសាច់ឈើវាជួយបំពេញសាច់ឈើឲ្យមានសភាពហាប់ណែនល្អហើយបញ្ហាមួយទៀតបើសិនជាក្នុងករណីហ្នឹងឈើស្រស់វាមានជាប់ស្រាយជាប់អីឈើពេលដែលវាត្រូវទឹកមានត្រូវទឹកអីឬក៏ត្រូវសំណើមអីខ្លាំងទៅវានឹងឡើងផ្សិត
អ្នកនរគ្នាឧស្សាហ៍ជួបឯងនៅពេលដែលឈើឡើងផ្សិតគឺឈើហ្នឹងទុកមិនបានយូរទេ វានឹងពុកហើយ ប៉ុន្តែពេលដែលយើងប្រើថ្នាំទំនាប់ NC នេះទៅ គឺវាជួយទប់ស្កាត់បញ្ហាទាំងអស់ហ្នឹងទៀត បញ្ហាឈើឡើងផ្សិត បញ្ហាឈើឈើមេស៊ីអានេះក៏ជួយទប់ស្កាត់បានផងដែរហើយបញ្ជាក់អ្នកនរគ្នាឈើដែលខ្ញុំដាក់នេះគឺជាប្រភេទឈើសក្រំហើយចំពោះឆ្អឹងពួកខ្ញុំប្រើឆ្អឹងប្រភេទឈើផ្ចឹកអ្នកនរគ្នាហើយប្រើឈើឆ្អឹងផ្ចឹកហ្នឹងអ្នកអត់មានបងប្អូនគាត់ថាខលខ្លាញ់មេស៊ីអត់ទេ ចំពោះឈើផ្ចឹកនេះមួយគឺជាទូទៅគេហៅតែខ្មែរយើងថាកគីនឹងទឹកផ្ចឹកនឹងដីហើយអញ្ចឹងផ្ចឹកនេះគឺវាមានសភាពធន់មែនទែនវាអត់មានបញ្ហាមេស៊ីឬក៏ឌីអីទេហើយសម័យឥឡូវជាទូទៅគ្រោងទ្វារគ្រោងអីហ្នឹងប្រើត្រឹមតែផ្ចឹកហ្នឹងគឺលេខ1ហើយតែបើប្រើគ្រោងកគីគ្រោងអីហ្នឹងខាងខ្ញុំអត់សូវ recommend ឲ្យប្រើទេព្រោះកគីជាទូទៅពីជាក់ស្ដែងគឺខ្ញុំឃើញជួបប្រទះមេស៊ីច្រើនកគីហើយនឹងតសេកខ្ញុំទៅបដូរគ្រោងឲ្យភ្ញៀវនៅខាងបុរីខាងភ្នំពេញច្រើនហើយភាគច្រើនគ្រោងរបស់គាត់គាត់ប្រើប្រភេទឈើកគីហើយនឹងឈើមួយទៀតគេហៅថាឈើតសេកនឹងឯងអញ្ចឹងបញ្ហាកាឌីវាតែងតែមានជួបហើយកាឌីវាស៊ីតបានវាស៊ីកើតកូនកើតចៅហើយវានៅនឹងតែម្ដងតែយើងគាស់ចេញបដូរចេញតែម្ដងប៉ុន្តែសម្រាប់ដាក់ឈើផ្ចឹកមួយអត់ដែលមានជួបបញ្ហាតាក់ទងទៅនឹងកាឌីស៊ីទេអានេះតាមបទពិសោធន៍របស់ខ្ញុំជាង10ឆ្នាំហើយអត់ដែលមានបញ្ហាទេតែលោកខាងបងប្អូនបែបម៉េចគឺខ្ញុំអត់ដឹងដែរតែសម្រាប់ខ្ញុំធ្វើខាងជាងដំឡើងជាងថ្នាំរយៈពេលជាង10ឆ្នាំហើយអត់ដែលជួបបញ្ហាតាក់ទងទៅនឹងគ្រោងទ្វារដែលមានកាឌីស៊ីប្រភេទឈើផ្ចឹកនេះទេហើយចំពោះប្រើថ្នាំទំនាប់នេះគឺវាជួយទប់ស្កាត់បានច្រើនដូចខ្ញុំរៀបរាប់ខាងលើអញ្ចឹងខាងដើមអញ្ចឹងហើយបន្តមកទៀតគឺយើងប្រើថ្នាំទំនាប់ទឹកទី2ជាប្រភេទថ្នាំទំនាប់ BU ហើយថ្នាំទំនាប់ BU នេះនៅពេលដែលយើងប្រើទឹកទី2យើងអាចលាយវាឲ្យរាវទៅបើសិនជាក្នុងករណីយើងប្រើជក់យើងលាបដៃយើងលាយវាឲ្យរាវទៅអ្នកនរគ្នាអាចយកទៅលាយហើយមើលទៅភាពតាមសភាពជាក់ស្ដែងនៅពេលដែលយើងលាយវារឿងខាប់ហើយយើងប្រើជក់លាបទៅវាមានដានជក់នៅពេលដែលយើងចាប់ដើមថ្នាំបាញ់ថ្នាំសម្រេចទៅគឺវាផុសឡើងមកហើយដានជក់ហ្នឹងអញ្ចឹងវាអត់ស្អាតទេអញ្ចឹងrecommendឲ្យអ្នកនរគ្នាគួរតែប្រើប្រភេទថ្នាំទំនាប់ទឹកទី2ហ្នឹងអ្នកនរគ្នាអាចទី1អាចប្រើក្បាលបាញ់ហើយទី2បើសិនជាអ្នកនរគ្នាប្រើជក់លាបអ្នកនរគ្នាគួរតែលាយឲ្យរាវហើយសឹមលាបទៅវាចុះសាំងបន្តិចមែនប៉ុន្តែគុណសម្បត្តិរបស់វានៅពេលដែលយើងធ្វើថ្នាំគឺវាឡើងលឿនអ្នកនរគ្នាវាឡើងបានសាច់ស្អាតស្មើគ្នាអញ្ចឹងណាហើយបន្ទាប់មកទៀតមានគ្នាយើងគាត់ឆ្ងល់ខ្ញុំសូមឆ្លើយនៅក្នុងវីដេអូតែម្ដងទៅក៏សួរថាតកតងទៅនឹងការលាយដីបៀកលាយដីបៀកដូចជាខ្ញុំបានប្រាប់ជាច្រើននៅក្នុងវីដេអូខ្ញុំជាច្រើនហើយតែខ្ញុំសូមឆ្លើយនៅក្នុងវីដេអូនឹងបន្ថែមទៀតទៅលាយដីបៀកក្នុងករណីលាយដីបៀកយើងមានលាយពីជំរើសទី1អ្នកនរគ្នាលាយជាមួយនឹងទឹកទំនាប់អ្នកនរគ្នាប្រើ NC ឬក៏ 3L ក៏បានដែរតកតងទៅនឹងការលាយដីបៀកហើយទឹកទំនាប់ពេលទឹកទំនាប់យើងលាយដីបៀកនេះគឺយើងលាយវាឲ្យខាប់មួយទៀតបើសិនជាអ្នកនរគ្នាអត់មាន NC ឬក៏ BL នឹងទេអ្នកនរគ្នាលាយ BU តែលាយ BU អ្នកទាំងអស់គ្នាត្រូវតែដាក់កូនរឹងចូលឲ្យតែប្រភេទទឹកថ្នាំដែលគេលាយជាមួយថ្នាំពីរមុខអ្នកនរគ្នាអាចយកទៅលាយជាមួយដីបៀកបានអត់មានបញ្ហាទេជាក់ស្ដែងគឺខ្ញុំប្រើច្រើនតាក់ទងទៅនឹងការលាយដីបៀក
ពីមុនខ្ញុំប្រើតែ NC ឬក៏ BL ហ្នឹងទេសម្រាប់លាយដីពាកតែក្រោយមកទៀតខ្ញុំប្រើ BU ក្រោយមកទៀតខ្ញុំប្រើជាមួយនឹងទឹកថ្នាំសម្រេចរបស់យើងហ្នឹងគឺ SP ឬក៏ថ្នាំស្ងួតហ្នឹងតែសូមបញ្ជាក់អ្នកនរគ្នាត្រូវតែលាយជាមួយនឹងកូនរឹងបើមិនអញ្ចឹងទេគឺទឹកថ្នាំដីបៀករបស់យើងហ្នឹងខាត់អត់ចេញទេគឺវាអត់ស្ងួតទេអញ្ចឹងលាយជាមួយ BU ឬក៏ SP ឬក៏ថ្នាំសម្រាប់ដូចជាថ្នាំ50% 70% ឬក៏អាតុនអារឹងអីហ្នឹងអ្នកនរគ្នាត្រូវតែប្រើកូនរឹងណាហើយចំពោះថ្នាំអ្នកគ្នាអាចលាយខាប់ក៏បានដែរឲ្យតែអ្នកគ្នាដាក់កូនរឹងរៀងច្រើនហើយយកទៅលាយដីបៀកគឺខាត់ចេញដូចគ្នាទេវាអត់មានបញ្ហាទេចំពោះបញ្ហាមួយទៀតគឺអ្នកនរគ្នាអាចប្រើក្បាលរង្វៃជបនៅពេលដែលយើងប្រើដីបៀកនឹងហើយយើងអត់ចង់ចំណាយពេលយូរក្នុងការខាត់វាអ្នកនរគ្នាអាចប្រើក្បាលរង្វៃជ័រសម្រាប់គេរង្វៃក្បាច់ជ័រដែលខ្ញុំបានបង្ហាញវីដេអូមុនតាក់ទងទៅនឹងការធ្វើក្បាច់ធ្វើអីហ្នឹងគេប្រើប្រភេទក្បាលរង្វៃជ័រហ្នឹងអ្នកនរគ្នាអាចសាកល្បងប្រើក្បាលរង្វៃហ្នឹងមកដើម្បីជួយជំរុញការងាររបស់យើងឲ្យកាន់តែលឿនថែមទៀតឥឡូវរឿងថ្នាំគឺពេលដែលខ្ញុំចាប់ផ្ដើមប្រើទឹកទ្រនាប់BU មួយទឹកហើយគឺខ្ញុំចាប់ផ្ដើមឡើងទ្រនាប់ពណ៌គឺខ្ញុំលាយច្រើនខ្ញុំលាយមានដូចជា BU SP កូនរឹងហើយនឹងលាយថ្នាំស្រអាប់ថែមទៀតដើម្បីវាឡើងពណ៌ឲ្យមានសភាពខាប់ល្អនៅពេលដែលយើងបាញ់ទៅគឺវាស្មើសាច់ល្អសម្រាប់បងប្អូនដែលចង់ដឹងព័ត៌មានទាក់ទងទៅនឹងការលាយថ្នាំការធ្វើថ្នាំតឡើងពណ៌គូកាយ៉ាវអីហ្នឹងអាចទំនាក់ទំនងមកខ្ញុំបានតាមរយៈ Telegram ដែលភ្ជាប់ជាមួយ095ហើយសម្រាប់អ្នកដែលចង់រៀនជួសជុលអីវ៉ាន់ខ្លួនឯងចង់បានប្រឹក្សាយោបល់ចង់បានរូបមន្តតាក់ទងទៅនឹងការលាយថ្នាំបាញ់ថ្នាំធ្វើថ្នាំខ្លួនឯងជួសជុលអីវ៉ាន់តិចតួចអត់ចង់ចំណាយទៅលើថ្លៃជាងច្រើនអ្នកនរគ្នាអាចទំនាក់ទំនងមកបានទិញថ្នាំពីខាងខ្ញុំទៅខ្ញុំនឹងព្រីសេវាតាក់ទងទៅនឹងការបង្រៀននៃការធ្វើថ្នាំលាយថ្នាំតាមរូបមន្តទាំងអស់ហ្នឹងអរគុណចំពោះការតាមដាននៅវីដេអូនេះហើយបើមានកំហុសខុសឆ្គងមេត្តាខន្តី